ធីបនតាខណទានទូព្រះបង្គំខ្ញុំប្រការណាយើងខ្ញុំទាំងអស់គ្នាជាឧបាសកឧបាសិកាបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមប្ររពធ្វើបនតាខណទានដើម្បីដង្ហែវេប្រកើនព្រះសង្ឃដែលគង់ចាំព្រះវសាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តថ្នាជ័យសន្ធិដ្ឋនៅឃុំពពឹសស្រុកស្វែងតោខេត្តព្រៃវែងអាស្រ័យដោយបានទូប្រកើននឹងជម្រាបជូនខាងលើនេះសូមយាងនិមន្តអញ្ជើញសម្ដេចព្រះតេជគុណទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញានិងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលឡានិសង្ឃទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យថ្ងៃសៅរ៍4រោចខែអាសត់ឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី11ខែតុលាឆ្នាំ2025វេលាម៉ោង1រសៀលជួបជុំពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ប្រារព្ធពិធីក្រុងពាលីវេលាម៉ោង2រសៀលប្រារព្ធបទនមស្ការសមាទានសិលនិងនិមន្តព្រះសង្ឃចម្រើនព្រះវរិទ្ធវេលាម៉ោង3រសៀលនិមន្តព្រះធម្មធិតមួយអង្គសម្ដែងធម្មទេសនាវេលាម៉ោង4រសៀលទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវកិត្តិយសលុះព្រឹកឡើងថ្ងៃអាទិត្យ4រោចខែអាសត់ត្រូវនឹងថ្ងៃទី12ខែឆ្នាំដដែលវេលាម៉ោង7នាទីព្រឹកប្រគិនយគូដល់ព្រះសង្ឃវេលាម៉ោង8:30នាទីព្រឹកទទួលបដិសណ្ឋារកិច្ចអង្គតខណទានដង្ហែចូលមកកាន់ពុទ្ធសីមាវត្តថ្នាជ័យវេលាម៉ោង10:30នាទីព្រឹកវេផតអាហារប្រកើនព្រះសង្ឃវេលាម៉ោង12នាទីរសៀលដង្ហែអង្គតខណទានប្រទក្សិណ3ជុំព្រះវិហារនិងវេអង្គតខណទានប្រកើនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យអ្នកផ្ដើមបុណ្យអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តថ្នាជ័យព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់សូមអរព្រះគុណនិងសូមអរគុណ